ស្អាតពេករួចហើយបីសាច់ដូចឆ្លុកវងវិញនឹងគេដែរញ៉ាំបានហើយតានីមិនក៏និយាយអញ្ចឹងថ្ងៃនេះជាថ្ងៃរៀបការបងជីដូនមួយយើងណាមិនក៏និយាយបែបនេះមិនចេះគិតទេអូនប្រុសមើលបាត់យើងចាស់សំទោផងការពិតអីយើងនិយាយវាជ្រុលបាត់នោះទេក៏ប្រកាសយើងអីណាអូយបើចឹងយល់អត់ផ្ទះមាត់ត្រូវបើអញ្ចឹងត្រូវមិនអ៊ីងគេអាចរៀបការទីអាចគេថាចាំពុកគេមកនឹងរៀបការភ្លាមល្អហើយអញ្ចឹងល្អហើយមិនได้ទេអត់បញ្ហាទេឆាប់ក្រឹកឡើងមន្ត្រីមានអារម្មណ៍យ៉ាងមិនដឹងស្ដេចសខ្ញុំធូរច្រើនហើយអរគុណដែលស្ដេចសបានជួយជីវិតចង់អរគុណព្រះនាងទី3ទៅបើមិនបែងគេនឹងលោកមន្ត្រីទី3នាំមិនទាន់ពេលឲ្យយើងព្យាបាលទេជីវិតរបស់លោកនឹងបាត់បង់ទៅហើយអរគុណព្រះនាងទី3លោកមន្ត្រីទី3ហើយយ៉ាមកពីយុទ្ធសាស្ត្រខ្ញុំមិនកើតឲ្យឈើមកវងលៀងនោះរបបបែបនេះធ្វើឲ្យអាម៉ាស់មុខលាអាងរបស់យើងខ្លាំងណាស់កុំនិយាយអញ្ចឹងលោកមន្ត្រីអ៊ីបើមិនមែនលោកលះបង់ជួយម្ចាស់ប្រហែលជាប្អូនទី9ត្រូវពួកចៅបិសាចទាំងនោះចាប់បាត់ទៅហើយមិនហើយលោកខំការពីម្ចាស់បៃតាខ្ញុំដូចជាបារម្ភពីប្អូនទី9បើបៃតាត្រៀមរួចរាល់ហើយមិនចឹងពួកយើងទៅគ្រួសារលាវមើលគេតែម្ដងទៅលោកម្ចាស់ចេញពូហ៊ូនមិញនេះពួកខ្ញុំប្រយុទ្ធស្លាប់រស់ជាមួយនឹងកូនស្រីស្ដាច់សចុងក្រោយពួកលោកបែរជាទំនេរឈរនៅម្ខាងមើលលខោនហ៊ាននិយាយអញ្ចឹងដាក់លោកម្ចាស់យើងផងហ៎មានអីមិនហ៊ាននោះដើមឡើយយល់ដល់លក្ខខណ្ឌដែលយើងនិយាយដោះដូរគ្នាកាលពីមុនទៅពួកយើងធ្វើពេលនោះពួកនឹងបែរជានៅម្ខាងមិនព្រមចេញដៃជួយមែនហើយបែរជាធ្វើឲ្យបងធំរបស់យើងរងរបួសធ្ងន់យ៉ាងហ្នឹងយើងព្រមានពួកឯងណាបើបងធំយើងញ៉ាំមិនយ៉ាងម៉ានោះការសន្យាពួកយើងពីមុនមិនយកជាការទេហើយពួកយើងនឹងបញ្ចប់ជាមួយនឹងពួកឯងឬមួយពួកឯងភ្លេចលក្ខខណ្ឌកាលឡើងនោះគឺជាលក្ខខណ្ឌយ៉ាងណាក៏មិនសំខាន់ជាងជីវិតដែរបើពួកខ្ញុំចេញទៅជួយនឹងបែកការហើយអញ្ចឹងពួកខ្ញុំត្រូវការពួកឯងធ្វើអីទៀតមើលទៅស្ដេចខ្មោចទាំង4ដែលល្បីឈ្មោះតែប៉ុណ្្នឹងទេណោះនាងនេះថ្ងៃនេះរឿងកើតឡើងភ្លាមពេកពួកខ្ញុំពិបាកចេញទៅជួយណាទើបសហការគ្នាដំបូងយល់ល្អកុំឲ្យមានចំនួនផ្ទៃក្នុងថ្ងៃក្រោយនឹងមានកន្លែងច្រើនណាស់រំខានដល់គ្រប់គ្នាហេតុនេះសង្ឃឹមថាគ្រប់គ្នាគិតទៅហេតុអីពីដំបូងពួកយើងសហការគ្នាឥឡូវយល់ល្អឲ្យខ្ញុំព្យាបាលអ្នកទាំងអស់គ្នាសិនទៅទេលោកម្ចាស់ចេញពហួនយល់ល្អបំភ្លេចពីសន្យារបស់ពួកយើងទៅមែនហើយកម្លាំងពួកខ្ញុំមិនគ្រប់គ្រាន់ដកខ្លួននៅក្រោមស្ថានភាពដែលគ្រប់គ្នាមិនចេញមុខជួយដើម្បីគិតដល់ជីវិតពួកយើងយល់ល្អបែកគ្នាត្រឹមនេះចាស់ឈប់សិនអ្នកទាំងអស់គ្នារឿងមួយភ្លេចរឿងមួយដែលកើតឡើងថ្ងៃនេះហើយគ្រប់គ្នាល្មើសដល់ប្រនាងទី9ស្ដេចសងាយប៉ះពាល់ណាស់ទៅគេអាចលើកលែងឲ្យគ្រប់គ្នាដោយងាយដែរទេហ៎តាមខ្ញុំស្គាល់គេច្បាស់ជាទៅរកស្ដេចបិសាចឲ្យដោះស្រាយឲ្យគេបើព្រោះតែឋានបិសាចនិងឋានអសុរកាយមានចំនួនឲ្យដល់ពីនោះជីវិតរបស់គ្រប់គ្នាគឺច្បាស់ជាពិបាករក្សាខ្លាំងណាស់បើគ្រប់គ្នាជ្រើសរើសនៅក្នុងលអារបស់ខ្ញុំអាចព្យាបាលរបួសមណ្ដាកិច្ចពីអសន្នមណ្ដារក្សាជីវិតខ្លួនឯងបានម្យ៉ាងវិញទៀតពួកយើងមានពាក្យសន្យាសង្ឃឹមថាគ្រប់គ្នាបន្តសហការតទៅទៀតណាឡោជាងខ្ញុំជឿលោកម្ដងទៀត
លោកចាស់ចេញពហួនកុំភ្លេចថាកាលនោះលោកនិយាយពាក្យថាជឿនឹងសច្ចៈមិនអីទេលោកអាចទុកចិត្តបានឆ្លងកាត់រឿងកើតឡើងលើកនេះសង្ឃឹមថារវាងពួកយើងគឺរឹតតែស្គាល់គ្នាច្បាស់កិច្ចសហការថ្ងៃក្រោយក៏រឹតតែរីករាយទាំងអស់គ្នាលោកម្ចាស់ខ្ញុំបានរៀបចំកន្លែងសម្រាប់ឲ្យអ្នកទាំងអស់គ្នាហើយទីនោះមានរបស់គ្រប់បែបយ៉ាងដែលអាចឲ្យអ្នកទាំងអស់គ្នាព្យាបាលរបួសហាត់គុណឲ្យមានតែបម្រើដល់ចាប់បម្រើអ្នកទាំងអស់គ្នាមែនហើយបងប្អូនគឺយើងបែកគ្នាមកប្រើគឺនៃហត់គួរតែរកកន្លែងឲ្យបានសោយសុខស្រួលបន្តិចហើយអញ្ចឹងទេបានជារៀបចំរួចរាល់ទៅហើយអញ្ចឹងពួកយើងមានតែធ្វើតាមបញ្ជាសោយសុខឲ្យបានស្រួលប៉ុណ្ណោះមិនទេបងធំអញ្ចឹងទាំងអស់គ្នាចេញមកតាមខ្ញុំមកអញ្ជើញតាមដានគេឲ្យជាប់មានរឿងអីរីកាប្រាប់យើងភ្លាមលោកម្ចាស់ទៅណានឹងមកគោលការណ៍ប្រណីទី9លោកម្ចាស់យើងក៏មិនចង់ទៅណាដើម្បីតំណែងស្ដេចអសុរកាយនេះក៏ជាវិធីដែលគ្មានវិធីដែរលោកម្ចាស់មិនចឹងពួកយើងធ្វើឲ្យចប់ដើមអុកលោកមកគោលការណ៍ប្រណីទី9យើងនិយាយប្រមាណដងទៅហើយអ្វីក៏ដោយគិតហើយចាំគូកុំធ្វើទាំងល្ងងលោកម្ចាស់ខ្ញុំទៅជាមួយលោកម្ចាស់ដែរគ្រប់គ្នានៅទីនេះមើលពួកគេទេយើងមិនភ្លេចពាក្យសន្យាចំពោះយើងទេពួកយើងទៅចូលរួមមង្គលការ9រឿងនេះចាំហុងអ៊ីឈិនមកវិញចាំគិតទៀតដឹងហើយបីដែរសូមគោរពស្ដេចសហុងអ៊ីឈិនលោកឆាំមកវិធានបិសាចវិញបែបនេះស្ដេចបិសាចយ៉ាងម៉េចសូមជម្រាបស្ដេចសស្ដេចបិសាចថាគេមានដំណឹងស្ដេចខ្មោចទាំង4យូរហើយគេឲ្យខ្ញុំមកសុំទោសជំនួសគេផងប៉ុន្តែគេថាឲ្យតែមានដំណឹងពួកខ្មោចទាំង4ឃើញគេនឹងដោះស្រាយបញ្ហាជាមួយស្ដេចសឲ្យពេញចិត្តស្ដេចបិសាចកលិចណាតិចលោកគេនិយាយឲ្យទៅរួចពីមាត់ទៅដឹងគួរតែមិនអីទេយ៉ាងណាក៏ដោយស្ដេចបិសាចក៏ជាស្ដេចនៃឋានបិសាចដែរគួរតែមិនមែនព្រោះតែឈឺមេអ៊ុងលៀងខ្មោចទាំង4មានចំនួនជាមួយនឹងស្ដេចអសុរកាយជាមួយគ្នាទេខ្ញុំក៏មានការសង្ស័យដែរហើយខ្ញុំក៏តាមបិសាចទៅពិនិត្យមើលលអាងខ្មោចទាំង4ជាក់ស្ដែងនៅក្នុងលអាងនោះអត់មានឃើញសមោខ្មោចទាំង4ឈឺមេអ៊ុងលៀងនោះទេបើខ្ញុំជាអ្នកបង្កដូចជាពួកគេណាខ្ញុំមិនសំងំនៅក្នុងលអាងចាំស្ដេចបិសាចទៅសួរចម្លើយពួកគេនោះទេខ្ញុំយល់ថាប្អូនទី8និយាយត្រូវប្រហែលជាស្ដេចខ្មោចទាំង4ពូននៅកន្លែងណាបាត់តែហើយក៏មិនដឹងបាទហើយរឿងនេះគឺចាំពេលក្រោយខ្ញុំគិតទៀតពួកយើងចាំមើលស្ដេចបិសាចដោះស្រាយពួកយើងរបៀបម៉េចថ្ងៃណាស់ទៅហើយយកល្អពួកយើងទៅភូមិគ្រឹះត្រកូលលីវសិនមិនអាចខកខានពេលវេលាល្អទេសុំជើងខាងក្នុងជើងសុំជើងអូអណាអូសឹកតែញៀមគេទៅយូរទាំងអស់ជើងអូលោកមកណែសុំជើងខាងក្នុងសុំជើងអបអរមកណែអបសុំជើងមកជើងបាត់ជើងអរគុណអរគុណអញ្ជើងអូមកទៀតហើយមកទៀតហ่าអបអរសាទរជំនួនមកហើយអញអ្នកត្រឡប់មកហើយអ្នកឆាប់ទៅប្រាប់បាទទៅប្រាប់ទៅខាងអ្នកត្រឡប់បានមកដល់ហើយណាសុំជើងអូជើងក្នុងទាំងអស់សុំជើងអូយសិតជំនួនអូសួស្ដីមកអ្នកត្រឡប់មកចាត់បាទប្រយ័ត្នផងសុំជើងបាទជើងខាងក្នុងសុំជើងបាទប្រយ័ត្នផងម៉ែសុំជើងអរគុណហើយម៉ែអរគុណមើលពួកគេមកហើយជើងសុំជើងខាងក្នុងជើងអូមកហើយសួស្ដីប្រុសនេះជាម្ដាយរបស់ខ្ញុំនេះជាម្ដាយខ្ញុំអូអ្នកតឡងបាទអរគុណអាយ៉ាអ្នកទាំងអស់គ្នាមកពីឆ្ងាយសូមស្វាគមន៍អ្នកតឡងគ្រួសារតែមួយទៅហើយកុំគួសមអីមិនអីទេឲ្យខ្ញុំណែនាំឲ្យស្គាល់ណានេះគូស្រីខ្ញុំគឺ8ទី8ខ្ញុំគឺឲ្យគូស្រីទី2គូស្រីទី3គូពិសាទី3នេះគូស្រីទី7សុទ្ធតែស្អាតតែទាំងអស់នឹងអ្នកតឡងខ្ញុំគឺមេកាហុងនេះគឺមេកាហុងណែតានីវ
ឆាប់អញ្ជើញលោកតឡងចូលក្នុងឈរនៅទីនេះខ្វះសុជីវធម៌ពេកហើយត្រូវហើយត្រូវតាទាំងអស់គ្នាសូមជើញចូលក្នុងសូមជើញចូលសូមជើញនៅតឡងទៅខាងក្នុងបងសូមជើញសូមជើញដល់នេះសូមជើញបងទី2ស្អាតមែនទីធ្លាប់ផ្ទះនឹងក៏ធំដែរដែលលីហ្វងឮថាតាមផ្លូវពួកមេអ៊ីងមកមានរឿងបន្តិចបន្តួចកើតឡើងតើមែនទេមិនអីទេបាត់មិនអីទេពួកបងស្រីកំដរពួកខាងក្នុងបន្ទប់អូនទី9នេះណាទេជប់សិនបាទចាទៅហើយនាំលោកម្ចាស់ទៅបន្ទប់កូនកំមុំព្រាមទៅចាអញ្ជើញមកខាងណាលោកម្ចាស់សូមជួយពួកខ្ញុំទៅហើយណាទៅទៀតជួបគ្នាណាមកសូមជួយខាងក្នុងអស់គ្នាកំគួរសមឲ្យសូមជើញទៅមើលខាងក្នុងសូមជើញបាទអរគុណបងធំមកចាំមើលស្អាតសុទ្ធតែទៅទាំងអស់គ្នាទេអីបៃតាហ្វាយបង្ក្រាបថាបៃតាគ្រប់គ្នាសុខសប្បាយទេចាសុខសប្បាយណាស់អប9បៃតាមានរបួសត្រង់ដល់ទេអត់ទេបៃតាមើលណានេះខ្ញុំមិននៅល្អទេហេតុអីស្ដេចបិសាចទាំងអស់នោះរឿងឯងទៅបង្ករឿងខុសឆ្គងលើគេទេដឹងអីអត់ទេបៃតាខ្ញុំស្បាត់ខ្ញុំអត់បានបង្ករឿងអីទេថ្មីនេះខ្ញុំស្ដាប់បង្គាប់ណាដល់ចុះចាំស្ដេចបិសាចចាប់ខ្មោចទាំង4នោះមកឋានអសុរកាយយើងចាំយើងសួរពួកគេការពិតគឺលោកតឡងមកមើលកូនកំមុំទេមើលចោលតានាវក៏មិនប្រាប់មួយម៉ាត់ដែរម្នាក់នេះគឺម្នាក់នេះគាត់ឈ្មោះអេជាវគាត់ជាអ្នកបងជីដូនមួយរបស់លាវហ្វុងឯតានាវជាប្តីរបស់អ្នកបងអេជាវពេលនេះពួកគាត់ទទួលខុសត្រូវចាត់ចែងកិច្ចការក្នុងភូមិគ្រឹះចាដល់វេលាហើយគួរតែទៅគោរពដូនតាហើយចាពួកខ្ញុំចេញតែឥឡូវហើយអញ្ចឹងបាទរវល់សិនចុះល្អខ្ញុំទៅរវល់ហើយអរគុណបងទី9មែនណាមកកូនធំហើយទុកមិនកើនមែនតែឪពុកម្ដាយណាដែលមិនចាំថ្ងៃមួយនេះនោះព្រះបិតាកន្សែងក្រហមមួយនេះបិតាគ្របឲ្យអា9ទៅរៀបការជាប្រពន្ធគេទៅហើយជាមនុស្សធំហើយចរិតនៃការឆ្នាំងគឺគួរតែកែទៅបិតាសុំកំព្រួយអីខ្ញុំច្បាស់ជាស្ដាប់បង្គាប់ផ្ទះនេះរស់នៅស្រួលខ្លួនណាស់ណោះគឺបថៅមួយនេះថ្ងៃនេះយើងចង់ដឹងមើលក្នុងនេះតើមានអាចកំបាំងស្អីទេទៅមើលចេញពីហ៊ុនមើលគេកំពុងធ្វើស្អីបាទបៃតាប៉ោនទី9ចិត្តមកហើយអ្នកប្រុសចេញពីហ៊ុនអ្នកប្រុសមកដល់មិនក៏ប្រាប់អាម៉ាត់សោះមិនក៏សំងំនៅទីនេះវិធីចិត្តចាប់ផ្ដើមហើយនាងទី9ក៏ចិត្តចេញមកដែរណាសូមអញ្ជើញទៅខាងនោះទៅអរគុណហើយបាទសូមអញ្ជើញកូនកំមកហើយកូនកំមកតែស្អាតហើយចាំតិចចាំមើលវាស្អាតណាស់ទៅចំណែកខ្លួនកូនកំជាស្អាតខាងនោះអរណាស់ខាងនោះចាំបាច់អរណាស់អរសាទរលីហ្វុងអបអរសាទរយកបានគុណដល់មែនអរគុណអបអរសាទរណាលីហ្វុងឡមែនអរសាទរល្អណាស់កូនកំឡោះកូនកំមុំគោរពមេឃដីល្អណាស់ពីគោរពដូនតាដៃប្រពន្ធគោរពគ្នាដាក់នេះសោះចូលបន្ទប់ផ្សំដំណេកបន្ទប់ផ្សំដំណេកទៅ
រៀបការជាមួយមនុស្សធម្មតាសោះមិនអីគួរត្រេកអរអូសូមអរគុណឆាប់នាំចូលកំងចូលបន្ទប់សាមណេរទៅឆាប់ទៅកូនកំងតាមឲ្យកំងចូលបន្ទប់សាមណេរទៅឆាប់ឡើងឆាប់ឡើងទៅបន្ទប់សាមណេរចូល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 បន្ទប់សាមណេរទៅហើយទៅទៅឥឡូវទៅចូលបន្ទប់សាមណេរទៅមិនទៅទៅចូលទៅឆាប់ធ្វើអីទៀតចូលទៅឆាប់មែនហើយដាក់កូនទៅទៅទៅហើយឆាប់ឡើងអាចារ្យសំគ្នាមែនសំគ្នាណាស់បងប្អូនទាំងអស់គ្នាបងប្អូនអរគុណដែលគ្រប់គ្នាអញ្ជើញមកពួកខ្ញុំបានរៀបចំពិធីហូបចុកគ្រប់គ្នារួចហើយគ្រប់គ្នាហូបចុកតាមសប្បាយទៅចុះណាមកសុំជើថ្ងៃនេះជើហើយមកជើតាឆាប់ឡើងនាំគ្នាទៅហូបអីឆាប់ឡើងដែលទៅឡងមកសុំជើសុំជើចេញគួយទៅគួយទៅសុំជើចានេះជាវត្ថុទឹកមកពីណាបែរជាមានវិញ្ញាណឬមួយកលីហ្វុងជាទេវតាចាប់ជាតិមានវត្ថុទឹកកំដរអ្នកប្រុសជីងខ្ញុំថាអ្នកប្រុសជីងខ្ញុំខំដើររកអ្នកប្រុសមិនក៏មកនៅទីនេះឆាប់ចូលទៅពិធីជិតចាប់ផ្ដើមហើយល្អខ្ញុំទៅហើយណាខ្ញុំទៅហើយល្អអញ្ជើញប្រយ័ត្នចំពោះជើងហើយពុននឹងចេញទៅចាបោះគួយមកគួយទៅលេហ្វង់ចឹងពួកជាពេលនេះត្រូវធ្វើអីពេលនេះបើកកសែងក្របក្បាលចេញសិនបើកកសែងក្របបើកហើយមានច្រឡំអត់ហ្នឹងយ៉ាងហើយណាឲ្យខ្ញុំជាអ្នកបើកណាហើយយ៉ាងណាពួកយើងជាប្តីប្រពន្ធខ្លាញ់ទេលោកចាំបាច់បើកធ្វើអីណាហើយចាំមកហូបអីសិននេះគឺឃ្លានណាស់ឃ្លានមែនហ្នឹងឃ្លានខ្លាំងណាស់របស់ឆ្ងាញ់ច្រើនណាស់ណានិយាយតាមត្រង់ចាស់បើកកន្សែងក្រហមឬអត់និយាយចំពោះលោកសំខាន់យ៉ាងហ្នឹងទេពួកយើងជាប្តីប្រពន្ធខ្លាញ់ទេខ្ញុំអត់មកដងទេលោកស្រឡាញ់ខ្ញុំហើយមែនទេលោកស្រឡាញ់ខ្ញុំមែនតែផ្ដាមិនអាចនោះមើលចរិតរបស់នាងចុះកុំយល់ថាខ្លួនឯងអស់ចាប់ពេកថាម្ដងទៀតទៅមើលខ្ញុំមិនល្អត្រង់ណាយ៉ាងម៉េចខ្ញុំប្រាប់ហើយខ្ញុំអត់ស្រឡាញ់នាងទេខ្ញុំប្រាប់នាងកុំគិតតែខ្លួនឯងអីឡប់សតិមែនខ្ញុំស្រឡាញ់នាងហើយចាំជឿក្រោយចុះចង់វាយខ្ញុំហ៎ចាំជិតក្រោយទៅកុំសង្ឃឹមថាពុកនាងរបស់ស្រីនេះគឺសិតតែ